ក្រុមនឹងដែរគឺក្រុមដែលវាជេហ្នឹងណាវាជេក្រុមកូនពុកចាអញ្ចឹងខ្ញុំមិនចាំបាច់បកស្រាយអីប្រាប់បងប្អូនទៀតទេថាខ្ញុំបានសម្រាប់អ្នកដែលមិនទាន់ដឹងខ្ញុំគិតថាមិនមែនមនុស្សនៅក្នុងពិភពលោកនេះបើសិនជាអ្នកដែលតាមដានហើយស្គាល់ខ្ញុំដូចគ្មានអ្នកណាដែលមិនដឹងទេថាខ្ញុំបានលាលែងមិនចូលរួមជាមួយនឹងក្រុមប្រឆាំងទៀតហើយខ្ញុំបានទៅលេងនៅប្រទេសកម្ពុជាហើយខ្ញុំបានសុំទោសចាសម្ដេចហ៊ុនសែនចាធ្វើការសុំទោសដែលយើងបានជេរប្រមាថគាត់ហើយដែលយើងបានដើរខុសផ្លូវកន្លងមកបានដែលយើងតែងតែប្រឆាំងជាមួយនឹងរដ្ឋាភិបាលដែលខំប្រឹងចាកសាងនិងស្ថាបនាប្រទេសជារៀងរហូតមកអញ្ចឹងខ្ញុំគិតថាបងប្អូនបានដឹងហើយថាខ្ញុំក៏ជាកូនពុកដែរចាកូនសម្ដេចហ៊ុនសែនពីព្រោះមិនមែនថាពុកនឹងពុកបង្កើតឬពុកអីទេប៉ុន្តែយ៉ាងហោចណាស់ក៏គាត់អាយុស្មើនឹងឪពុករបស់យើងចាអញ្ចឹងហើយអ្វីដែលយើងគួរតែគោរពគាត់ពីព្រោះអញ្ចឹងបើតាមយើងគិតនិយាយទៅអាយុគាត់ស្មើនឹងឪពុកម្ដាយរបស់យើងណាហើយមួយវិញទៀតគេមិនដែលធ្វើអីយើងសោះតែយើងនាំគ្នាជេរប្រមាថដាក់ទំនាយមើងងាយគេសពបែបយ៉ាងប៉ុន្តែនៅពេលដែលយើងដឹងខ្លួនខុសហើយយើងសូមអភ័យគេឲ្យអភ័យយើងចាអានឹងក៏យើងត្រូវដឹងគុណថាវាគឺជាការអភ័យមួយដែលគេឲ្យមកយើងដែរបើយើងជាមនុស្សហើយយើងត្រូវដឹងគុណទោសបុណ្យបាបដែរណាគុណទោសបុណ្យបាបដែរអញ្ចឹងយើងប្រឆាំងនៅខាងក្រៅស្រុកចាកាលពីលើកមុនយើងឃើញទស្សនវិជ្ជាយ៉ាងម៉េចហើយក្រោយមកគាត់បានឲ្យឱកាសខ្ញុំទៅបានជួបជុំគ្រួសារឲ្យឱកាសខ្ញុំបានទៅឃើញប្រទេសកម្ពុជាដែលយើងខានទៅលេងស្រុកយើងយូរហើយអានេះខ្ញុំឃើញពេលដែលខ្ញុំក្រោយពីខ្ញុំទៅលេងមាតុភូមិចុងក្រោយគឺឆ្នាំ2013ក្រោយបោះឆ្នោតហើយចាអញ្ចឹងយើងឃើញថា2013ហ្នឹងណារហូតមកដល់ឥឡូវហ្នឹងវាយ៉ាងម៉េចរហូតមកដល់ឥឡូវហ្នឹង2025វា12ឆ្នាំហើយចាអញ្ចឹងខ្ញុំទៅលេងប្រទេសកម្ពុជាហ្នឹងឆ្នាំ2015ខែ1ហ្នឹងណាគឺខ្ញុំឃើញការប្រឹងប្រែងរបស់រដ្ឋាភិបាលគឺច្រើនចាច្រើនមែនតើគឺមានការផ្លាស់ប្ដូរដូចបាតដៃនៅក្នុងដៃអញ្ចឹងនេះគ្រាន់តែរយៈពេលមើល13និង2015ប្រហែលឆ្នាំចេះ12ឆ្នាំផ្លាស់ប្ដូរខ្លាំងមែនតើសឹងតែយើងថាមិនគួរឲ្យជឿណាអញ្ចឹងរាល់ថ្ងៃនេះសម្រាប់អ្នកដែលនៅគ្រប់គ្រងអ្នកប្រឆាំងដែលបំភ្លៃការពិតគឺមានតែចាស់មួយចំនួនធំមិនមួយចំនួនធំទេមួយចំនួនតូចចាស់មួយចំនួនតូចដែលគាត់ខានទៅលេងប្រទេសយូរហើយចាគាត់ខានទៅលេងប្រទេសយូរហើយគាត់មិនបានដឹងពីការអភិវឌ្ឍនៅក្នុងប្រទេសខ្មែរសពថ្ងៃហ្នឹងគេដើរដល់កម្រិតណាហើយម្យ៉ាងទៀតគាត់ឃើញតែពីទស្សនវិជ្ជាគេចាប់យកទស្សនវិជ្ជាចំណុចអវិជ្ជមានរបស់កម្ពុជាយកមកបង្ហាញឲ្យគាត់ឈឺចាប់ឲ្យគាត់ខ្លោចផ្សាហ្នឹងធ្វើឲ្យគាត់នឹងឈឺចាប់នៅក្នុងដើមទ្រូងគាត់ចាដោយសារគាត់អត់បានឃើញផ្ទាល់ភ្នែកចាអាអស់ហ្នឹងហើយគឺជាឱកាសដែលពួកប្រឆាំងគេយកមកប្រឆាំងណាហ្នឹងហើយអញ្ចឹងត្រឡប់មកថ្ងៃនេះដែលខ្ញុំចង់បកស្រាយទៅនាងសូហ្វីហ្នឹងចាពីព្រោះខ្ញុំឃើញនាងសូហ្វីហ្នឹងចាគាត់បានចេញវីដេអូជេរប្រមាថទៅសម្ដេចហ៊ុនសែនអាហ្នឹងវាជាមាត់របស់គាត់ឯងព្រោះគាត់ធ្លាប់ជេរប្រមាថទៅគាត់មាន credit មានតម្លៃដោយបងប្អូនមួយចំនួនដែលតែងតែគិតថាខ្ញុំចូលទៅសុំទោសសម្ដេចហ៊ុនសែនគឺខ្ញុំចូលទៅលក់ក្បាលហើយដែលខ្ញុំមានតម្លៃអាចមានឱកាសជួបទៅសម្ដេចហ៊ុនសែនដោយសារខ្ញុំជេរសម្ដេចហ៊ុនសែនឱកាសអស់នឹង credit អស់នឹងបានពីគណៈបកប្រឆាំងមកបានពីគណៈបកសង្គ្រោះជាតិមកប៉ុន្តែខ្ញុំចង់ប្រាប់ថាការល្បីរបស់ខ្ញុំនៅក្នុងបណ្ដាញសង្គមខ្ញុំមិនមែនល្បីដោយសារគណៈបកប្រឆាំងទេចាគឺខ្ញុំល្បីមុននាងសូហ្វីតាំងពីខ្ញុំធ្វើកិច្ចការងារជួយសង្គមម្លេះការដែលខ្ញុំចាប់ផ្ដើមជឿឆ្អាលរឿងសង្គមខ្ញុំមិនទាន់ចូលនយោបាយខ្ញុំគ្រាន់តែរិះគន់រដ្ឋាភិបាលចំណុចខ្វះខាតរបស់រដ្ឋាភិបាលខ្លះតែប៉ុណ្ណោះខ្ញុំមិនទាន់ដល់ថ្នាក់ចូលនយោបាយកាប់មុខអីទេចា
ហើយការនោះសកម្មភាពរបស់ខ្ញុំគឺខ្ញុំធ្វើកិច្ចការងារជួយសង្គមនិងពលរដ្ឋដែលគាត់ចាក្រីក្រពិបាកពេលដែលគាត់ត្រូវការលុយទៅមន្ទីរពេទ្យអីចឹងទៅខ្ញុំក៏ប្រកបប្រកាសដោយសារមាន friend ក៏ស្គាល់ខ្ញុំច្រើនគ្រប់ប្រទេសកាលហ្នឹងខ្ញុំអត់ទាន់ចូលនយោបាយខ្ញុំមាន friend ទូទៅចានៅពេលដែលខ្ញុំចាប់ផ្ដើមចូលនយោបាយ friend របស់ខ្ញុំចាប់ផ្ដើមបែងចែកបែកខ្ញែកចាគឺ friend ដែលគេពីមុនដែលយើងអត់ទាន់ចូលនយោបាយគេស្រឡាញ់យើងទូទៅមិនថាទាំងគណៈបកប្រជាជនមិនថាទាំងគណៈបកប្រឆាំងទេពីព្រោះឃើញគេឃើញយើងធ្វើដើម្បីសង្គមយើងមិនមែនធ្វើដើម្បីខាងបកណាឬបកណាទេក្រោយមកនៅពេលដែលខ្ញុំចូលជាមួយនឹងគណៈបកប្រឆាំង fan នៅក្នុងដែលគេគ្រប់គ្រងគណៈបកប្រជាជនគឺគេត្រូវ unfriend យើងចោលហើយយើងត្រូវឈូស friend អស់មកចំនួនប្រហែលពាក់កណ្ដាលហើយចាអញ្ចឹងខ្ញុំសូមជម្រាបមនុស្សមួយចំនួនដែលតែងតែគិតថាខ្ញុំមានឱកាសដល់រសពថ្ងៃនេះអីដោយសារខ្ញុំនឹងជេរហ៊ុនសែនចាដោយសារខ្ញុំបាន credit ពីគណៈបកប្រឆាំងមកអត់ទេណាខ្ញុំអត់មានបាន credit មកពីគណៈបកប្រឆាំងទេខ្ញុំអត់ដែលគិតថាខ្លួនខ្ញុំមានតម្លៃដោយសារគណៈបកប្រឆាំងទេគណៈបកប្រឆាំងគឺយកខ្ញុំទៅប្រើទេយក credit ដែលខ្ញុំល្បីរួចទៅហើយយកខ្ញុំទៅប្រើទេណាដើម្បីរកប្រយោជន៍ឲ្យបកពួកនឹងតែប៉ុណ្្នឹងឯងខ្ញុំអត់មានដែលចម្ពាក់គុណគណៈបកប្រឆាំងទេគណៈបកប្រឆាំងទេដែលចម្ពាក់គុណខ្ញុំនឹងខ្ញុំនិយាយដល់ថ្ងៃនេះគណៈបកប្រឆាំងទេដែលចម្ពាក់គុណខ្ញុំនៅពេលដែលឃើញខ្ញុំល្បីក្នុងបណ្ដាញសង្គមសូម្បីតែអេងឆៃអៀងសូម្បីតែលោកបុតបន្ទិញនឹងព្យាយាមឆាតមកខ្ញុំព្យាយាម add friend មកខ្ញុំព្យាយាមអីតែខ្ញុំមិនទាន់បានមាន friend មានអីមួយគាត់ទេទៅតែចាប់ផ្ដើមធ្វើបាតកម្មទេដែលចាប់ផ្ដើម add friend គ្នាស្អីក្នុងហ្នឹងឃើញគាត់ឆាតមកខ្ញុំតាំងពីមុនខ្ញុំស្គាល់គាត់ម៉េះណាអានោះខ្ញុំចង់ប្រាប់ទៅមនុស្សមួយចំនួនដែលមិនទាន់ដែលស្គាល់ខ្ញុំចិនដាវីនេះមិនមែនបាន credit ល្បីដោយសារខ្ញុំចូលទៅក្នុងគណៈបកប្រឆាំងទេគឺខ្ញុំល្បីមុនខ្ញុំចេះរកលុយជួយជាតិខ្ញុំចេះរកលុយជួយគណៈបកហ្នឹងតាំងពីខ្ញុំមុនខ្ញុំចូលបម្រើគណៈបកប្រឆាំងម៉េះចង់និយាយចឹងគណៈបកប្រឆាំងគេត្រូវការធនធានខ្ញុំយកទៅប្រើទេចង់កុំឲ្យមានការយល់ច្រឡំហើយក្នុងថ្ងៃនេះទៀតខ្ញុំចង់ប្រាប់ទៅនាងសូហ្វីពីព្រោះមីមួយនេះវានិយាយសរុបហៅកូនពុកសិតតាមីអីពុកមីអត់ក្បាលក្នុងនោះខ្ញុំក៏ជាកូនពុកមួយដែរនឹងខ្ញុំនិយាយអញ្ចឹងខ្ញុំអត់ល្មើសគុណទេពីព្រោះគាត់បានផ្ដល់ឱកាសឲ្យយើងដឹងខុសដឹងត្រូវគាត់ផ្ដល់អភ័យឲ្យយើងហើយចាទោះបីយើងជេរប្រមាថគាត់ប្រឆាំងគាត់ស្អីដោយគេហៅថាបន្លាញដោយកាក់ខ្វាក់ពីព្រោះយើងអត់បានចូលទៅក្នុងប្រទេសយូរហើយចាហើយយើងឈឺចាប់នឹងឃើញគេរំលាយគណៈបកសង្គ្រោះជាតិអីអញ្ចឹងទៅខៃគេដឹកនាំយើងចូលអញ្ចឹងទៅយើងក៏ចូលរួមទៅថាធ្វើដើម្បីជាតិប៉ុន្តែក្រោយពីខ្ញុំចូលរួមសកម្មភាពជាង10ឆ្នាំជាមួយនឹងគណៈបកប្រឆាំងខ្ញុំចាប់ផ្ដើមគិតមើលទៅអត់ឃើញមានអីរីកចម្រើនដើម្បីជាតិសូម្បីតែបន្តិចដោយពួកមីកាហ្វីនេះជាដើមដែលវានិយាយថាវាស្នេហាជាតិវាធ្វើដើម្បីជាតិសង្សួរទៅមីកាហ្វីហ្នឹងវាដើរទៅធ្វើដងទឹកឲ្យខ្មែរមួយនៅមិនថាអូអាចហេតុអីឲ្យវាទៅធ្វើដងទឹកឲ្យខ្មែរវាមិនមែនជាកតាបកិច្ចរបស់វាផងមិនមែនទេបងប្អូនមិនចាំបាច់តែកតាបកិច្ចទេឲ្យតែយើងមានបេះដូងស្រឡាញ់ខ្មែរយើងអាចទៅជីកដងឲ្យពលរដ្ឋដែលគាត់ត្រូវការទឹកសួរថាមីកាហ្វីដែលវាស្នេហាជាតិហ្នឹងវាបានទៅជីកដងឲ្យខ្មែរមួយនៅណាប៉ុន្តែខ្ញុំជីកដងឲ្យខ្មែរចិត្ត10ដងហើយហ្នឹងខ្ញុំប្រាប់វាអញ្ចឹងណាហើយឈប់ប្រើទៅអាពាក្យណាដែលថាស្អីស្រឡាញ់ជាតិស្នេហាជាតិអាចឆ្កែអីហ្នឹងនាងឯងរាល់ថ្ងៃពីមុនអត់សូវយល់ពាក្យថាសម្ផឹងនយោបាយតែឥឡូវចាប់ផ្ដើមយល់ឲ្យសម្ផឹងនយោបាយហ្នឹងគឺមីកាហ្វីហ្នឹងហ្មងណាមីសូហ្វីហ្នឹងហ្មងហេតុអីវាហៅពួកក្រុមកូនពុកសិតមិនអត់ក្បាលកុំប្រើក្រុមថ្ងៃចង់និយាយឈ្មោះអាណានិយាយឈ្មោះអាហ្នឹងបើថ្ងៃខ្លះហានអញអត់ចង់ប៉ះពាល់ថ្ងៃដែលសារថ្ងៃនិយាយក្រុមហើយអញក៏នៅក្នុងក្រុមហ្នឹងដែររាល់ថ្ងៃហ្នឹងអញក្រុមកូនពុកអញចង់និយាយអញ្ចឹងណាហ្នឹងហើយបានអញចាញ់មកនិយាយប្រាប់ថ្ងៃហើយវាអយុត្តិធម៌ណាសម្រាប់អ្នកមួយចំនួនជាពិសេសខ្ញុំអត់ចូលចិត្តឃើញអំពើអយុត្តិធម៌ហ្នឹងឯងជាពិសេសថ្ងៃចោតទៅគេសិតតែមីចារកម្មនេះមីចារកម្មនោះថ្ងៃចោតគេគ្រប់បែបយ៉ាងថ្ងៃចោតតាំងខ្ញុំមិនថាមិនឲ្យខ្ញុំអាណិតចំនួននេះរដីណាពីព្រោះដោយពួកខ្ញុំអញ្ចឹងបើគេនិយាយថាខ្ញុំចារកម្មខ្ញុំស្អីប៉ុន្តែខ្ញុំអត់មានចារកម្មបានន័យថាម៉េចហ៎ចារកម្មបានន័យថាយើងចោះចូលជាមួយហ៊ុនសែនហើយយើងនៅបន្លំខ្លួនធ្វើការនៅក្នុងគណៈបកប្រឆាំងទៀតដើម្បីយកការពីគណៈបកប្រឆាំងទៅឲ្យខាងគណៈបក CPP អានោះគេហៅចារកម្មដូចមីកាហ្វីរាល់ថ្ងៃហ្នឹងថ្ងៃមិនចារកម្មប៉ុន្តែបើពួកអញចាញ់ចំហមុខនេះអញអត់ចារកម្មទេហើយម្យ៉ាងទៀត
វាអយុត្តិធម៌ណាសម្រាប់ថ្ងៃចោតទៅគេដូចជានាងផ្កាចំណូលនេះរដីអីហ្នឹងណាពីព្រោះបើសិនជាចំណូលនេះរដីជាក្រុមហ៊ុនសែននាងផ្កាជាក្រុមហ៊ុនសែនឬអីមែនណាអាហ្នឹងពួកអញដឹងហើយណាពួកអញដឹងហើយថាពួកហ្នឹងក្រុមបកពួកតែមួយដែលចូលទៅធ្វើដែលទៅសុំទោសជាមួយសម្ដេចពុកអីចឹងអាហ្នឹងអញដឹងប៉ុន្តែនេះអត់ទេថ្ងៃចោតគេថាចារកម្មតែការពិតថ្ងៃខ្លួនឯងថ្ងៃតែអ្នកទៅលក់ក្បាលឲ្យហ៊ុនសែនដូចគ្នាខុសពីគេមិនមែនដូចគ្នាទេណាបងប្អូនច្រឡំពាក្យលក់ក្បាលខ្ញុំសុំបកស្រាយពាក្យថាលក់ក្បាលហ្នឹងតែឧទាហរណ៍ថាខ្ញុំដែលចូលទៅសុំក្បាលទោសជាមួយគាត់ណាខ្ញុំគ្មានបំណងយកអីពីគាត់ទេចាអត់មានបានអូពុកខ្ញុំចូលទៅបងប្អូនមានឃើញសារបែកធ្លាយទេស្អីឯណាអាមួយនោះនៅឯណានោះជប៉ុនណានោះសុំតួនាទីពុកធ្វើនេះធ្វើនោះអូខេខ្លះសុំដូចមីកាហ្វេហ្នឹងណាវាសំដែងកិរិយាបថមាយាបានខ្ញុំហៅវាថាមីសម្ផឹងនយោបាយហ្នឹងវាមាយាដោយស្រីសម្ផឹងអញ្ចឹងពេលដែលវាទៅជួបសម្ដេចពុកហ្នឹងណាវាមាយាដកខ្ញីអូយវានឹងជាមេម៉ាយកំព្រាចាវាបើសិនវាទៅនៅស្រុកខ្មែរវាចង់សុំដីគេចង់សុំផ្ទះគេហ្នឹងវាធ្វើការចរចាជាមួយគេដោយយកភាពមាយារបស់វាហ្នឹងទៅចរចាដើម្បីសុំដីសុំផ្ទះសុំប្រយោជន៍ពីគេណាអាហ្នឹងហើយគេថាសម្ផឹងនៅពេលដែលវាសុំគេអត់បានតាមវាបកក្បាលតែខំគេណាហ្នឹងហើយវាឲ្យកូនវាទៅលៀងជើងសុំទោសហ៊ុនសែនណាហ្នឹងហើយដើម្បីឥឡូវបានពេលដែលវាកំពុងតែមាយាប្រើកលមាយាហ្នឹងវាសុំលាបងប្អូនអហ្វេនរបស់វាហ្នឹងមួយចំនួនដែលធ្លាប់គ្រប់គ្រងវាហ្នឹងទៅដេកនៅប្រតិបត្តិធម៌នៅក្នុងចង់និយាយនៅក្នុងកន្លែងរួមសិចប្រតិបត្តិធម៌នៅកន្លែងហ្នឹងចាវាដេកចាយលុយសិនវាឲ្យកូនវាហ្នឹងទៅសុំទោសហ៊ុនសែនដើម្បីសុំលុយហ៊ុនសែនទេណាហ្នឹងហើយប៉ុន្តែអ្វីដែលវាសុំហ្នឹងវាអត់បានដូចបំណងវាបងប្អូនឃើញសម្លេងហ៎ឃើញសម្លេងតែចាក់មកទេអូខ្ញុំជាមេម៉ាយកំព្រាធ្ងួចធ្ងោទៅដើម្បីចង់យកអាក្រុមស្អុយលលួយរបស់វាហ្នឹងយកទៅបញ្ឆោតសម្ដេចពុកហ្នឹងហើយចឹងវាខំរកល្បិចអស់ហើយហើយកណ្ដឹងហងបរិយជាអ្នកដឹកនាំវាទៅខំព្យាយាមដាក់ស្នេហ៍ខំព្យាយាមឲ្យសពគ្រប់បែបយ៉ាងទាំងអស់ប្រើរកគ្រូដាក់ស្នេហ៍ចាអីដើម្បីតាក់ហ៊ុនសែនណារហូតដល់ដឹងថាសម្ដេចហ៊ុនសែនហ្នឹងគាត់ធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសណាទេចិត្តប្រទេសអាល្លឺម៉ង់ហ្នឹងជិះយន្តហោះពីកន្លែងវាទៅកន្លែងគាត់ហ្នឹងជួបគ្នាតែ2ម៉ោងឯងសុំតែជួបតែសម្ដេចពុកគាត់ឆ្លាតគាត់ដឹងថាមីនឹងចង់យកក្រុមលលួយរបស់វាទៅតាក់គាត់ហើយគាត់ចំណានហ្នឹងគាត់ធ្វើអីឡើងបានទេគាត់ត្រូវការទេចាអញ្ចឹងគាត់ប្រកែកគាត់បដិសេធថាគាត់អត់ទៅទេគាត់អត់មានពេលជួបទេគាត់មានពេលព្រោះពេលដែលទៅហ្នឹងពេលខ្លីមីនឹងវាព្យាយាមចង់ជួបណាខៃលោវាចង់យកក្រុមរបស់វាអាក្រុមស្អុយលលួយរបស់វាយាស្តាហ្នឹងយកទៅបញ្ឆោតអូយអញ្ចឹងប្រាប់ចេះបើគេនៅស៊ីចុកបានណានៅស្រុកខ្មែរអត់ខ្វះទេខ្ចីលហកហងអើយហើយក្រុមថ្ងៃហ្នឹងយាស្តាអីហ្នឹងឯងយកទៅអាណាគេស៊ីណាអាហ្នឹងមួយខ្ញុំចង់ប្រាប់អញ្ចឹងបាននៅក្នុងคลิปរបស់វាចាំមើលបងប្អូនវាថាចេះខ្ញុំចាក់คลิปរបស់វាឲ្យបងប្អូនស្ដាប់ឯណានេះមើលคลิปវាតែខ្ញុំស្ដាប់ទៅវាទៅពេកគេទៅពួកមីដាច់កអស់ហ្នឹងណាពួកមីដាច់កអស់ហ្នឹងណាតាមពិតទៅវាមិនមែនមិនដឹងទេវាដឹងហើយតែវាបំភ្លើវាបំភ្លៃវាជន់ដោយសារតែចំណែនឈ្នានេះហ្នឹងឯងដោយសារតែការចំណែនអាណាគេពួកមីដាច់កអញថាបើដាច់កថ្ងៃនេះព្រោះថ្ងៃហ្នឹងណាវាអត់មានសិលធម៌គុណធម៌ក្នុងខ្លួនទេថ្ងៃយកកូនទៅឲ្យលៀងជើងសុំកម្មាទោសគេដើម្បីបានលៀបសការៈពេលដែលលៀបសការៈมันបានសមចិត្តសមអំណងថ្ងៃត្រឡប់ទៅជេរគេមីដាច់កហ្នឹងគឺថ្ងៃដាច់កដោយសារថ្ងៃអត់មានគុណធម៌នៅក្នុងខ្លួនណាហើយថ្ងៃកុំប្រើពួកគ្មានអាណាចំណែនថ្ងៃទេហើយពួកមីដាច់កអស់ហ្នឹងវាដឹងយ៉ាងច្បាស់តែណាគេលក់ក្បាលឲ្យហ៊ុនសែនហើយមកវាយអញដឹងថាអ្នកណាគេលក់ក្បាលឲ្យហ៊ុនសែនណា
nè đại lụa các bao cứ ngày nè ngay đòi xa ngày vô luôn ngày nâng tay cho cha đầm bay đô nâu trong ban được ban đi được ban lúc bịch đòi xa ngày trong lụa nè sầm lây ngày nè không nâng khơi cái ngày ngôi ngô ngày trang sông đây cái nơ ra tận kiri mà chẳng am ơi cái ảnh nát mày mai cầm pria mày mai cây cờ đôi ngày ảnh nó ngày cầm phong tay cho cha lụa đâu bờ phu anh đã cho tới ní nhé anh nhận miền đã cho cha phở bịa lụa đâu đấy tu bay chơi mà hai chân thì dây liệp qua cất chẳng mấy cái đôi bàn tay không luôn anh nhé cứ anh nơi đặt thay thôi là hốt vì pro anh mình đã vô ca cho bằng anh nhé từ to thay ấy chỉ muối con đấy hả ở đây miền ta ở trong ban liệp scara ở bộ các con trong từ sọc ma con trong ban tia mặt non tia mà là vén ở mà sầu chân đầu vi mình đã to và mình đã dây xăm bong ôn đây mà chẳng am các nhau mà đã xong quá okตัวเนี่ยตีไอ้กระดาษคือสระโรขยมาเมียนถ่ายกาจอจาโยตัวเนี่ยตีโยไอ้ต่างอ้อโดยชนะขยมาเมียนบันเธอกาจอจาลุติงไงจมวยกวาดโดยมินี่ให้จังไงกำปราเปียปูอันปรางไงจังเปียเท้าเตียบดาวต่างอันเตียบไงเต้เนี่ยได้แต่จอจาดำใบลวกล้วนลวกขบ้าไงพอไงก็ทั้งไงเนี่ยนำลายล้วนไงแต่จ้องจอจาส้มใดไงแต่จ้องจอจาส้มเตี้ยให้ไงเพอบัดละโหดไงไอ้นะแต่แตะตองจมวยม่วงเข้มจมวยลิซาเมดดำใบบานลอยเตี้ยไงนี่แหละบัดครั้งอ่ะมีเมย์เบ้านะจังแบบนั้นแจ้แล้วต่อเตี้ยมาผมในสกาวิมีได้จุ่มรุ่นเอาไทยคือไทยเป็นจุ่มรุ่นคือไทยวีให้หนึ่งกรมตัววีแบบเพียบซ้ำหลังซีนั่งไงวีอัดเถอะเคลียร์เลยนะวีละฮอดอธนาดังเตาตู้ปัดเอาสำได้พวกนั่งไงแต่จับกรมวีแบบเพียบซ้ำหลังซีนั่งไงในประเทศไทยติดนะอันนั่งเรื่องบอกโกตัวครูระบอกวีเต้วีจังเตาตำเนะตำน้องปลาเอาสำได้พวกนั่งไงปลาปูแต่เฮียนเป็นลินั่งแต่จับมนุษย์ในกรมวีแบบเพียบซ้ำหลังซีเตาติดให้สำได้พวกกอทานั่งเชื่อเรื่องบอกโกบอกในไอเต้กอดมันไอลูกได้โจบานเต้ไม่เนี่ยปดบัดสหายบางคนนั่งยำจังแผลเองจังยำจังปรับบางคนโยลกับยาวไม่นี่จับบ้าปดบัดเป็นสหายแล้วนะเอาคนไอ้เนื้อรวมคือจมูกที่น้าพวกมีโรสกายเวียมันเฮียนจังคันเตะเนื้อจมูกมีหน้าก็ได้จังเนื้อจมูกมีหน้าก็ได้เกมันคลาดไงเจ้ก่อนถ้าเกมันจ้องจะรู้แต่ปนังไอ้ปนังเป็นหัวไฮเป๊กนะนั่งไงพวกเวียนนั่งไงตกตาแล้วยมโจตัวไปยังก่อไปคำหรือที่ไหนบางเวียมันคำเต้กี่อัดบอกอัดอะไรสินั่งไงยังมีแต่เจงค้างไหมแม่เต้ไงก็มีนอมบ้าผู้anh ở đây si a tê miền là ngày này trong si a nu đó ngày tê là ngày trong si a p là ngày bắt ngày ban a si ngày sự ngon lia bom phôn từ đập thua nè ngày ban a si ngày lia bom phôn từ đập thua là p là ngày si a o ho ngày o a si á ngày từ lập từ khăm bờ kê với nhọ mi sky toa chúaนี่ไงยายครูไอ้นะเปียมีสกายตัวชัวพอไงท่าสำตัดหุ่นทรายนั่งเงี้ยโหยไงตัวดอนเชียงนะต่อไปไงเจสกายตัวชัวบ้านไงตลอดตะคำนี่สำได้ไงนี่ยัยในขนมวิดีโอคลิปครูไอ้จังเนี้ยได้ซีอาร์ก็ไงจารกรรมก็ไงได้ไงก็มาเผาปะปุ๊ให้เรียบปอยเกจังมันขนมนั่งอันนัดเชียงเก๋คือจำโนเนี่ยได้ไงเรียบปอยเกนะให้โดยเงียบการยังไอ้เนาะสัตว์ไงเรียบปอยเกต้องเอาทาเกสัตว์เชียจารกรรมปันแต่ครูไอ้จริงเนี่ยซีอาร์ก็ไงจารกรรมก็ไงเนี่ยย้อนลุยหุ่นซานก็ไงแต่ไงเรียบปอยเกให้ส่วนทาเต้าเมียนเหมือนนกประมาณเนี่ยที่เราเพลอจันเบามีโซฟีนี่จำจังส่วนจังแต่เคลื่อนกับยาวเวียชบ้าขันไล่ให้เบิร์มองพอนตูเตียงสกอลโลกในความตรอนในจันเบามีสัมพันธ์ในโยบายนี่ที่ได้บองพอนสกายซับมันแมนเจียมันนุ่งเว้ยนะนั่งยำจังแผลบองพอนจังจ้าคงชอบนะปูมีตัดคออ่อนนะงั้นปูมีตัดคออ่อนนะงั้นไงที่เตี้ยดัดกอครูนไอ้เบอร์เหมือนดัดกอแต่ซากองแต่เนื้อจวนก็ดัดกอแต่ซานแต่มันได้เพราะมนุษย์แต่อัดเมียนสัจจะยุติทอขนมครูนไอ้ตู้ใบกำมันจำใบเจียดกราวไอ้คือเจียดนั่งแต่อัดเมียนสัจจะยุติทอขนมครูนไอ้คือกำหนึ่งโตตามปราณไงใบจำได้แต่เนี่ยแต่แต่กำได้ไงบ้านซองนักเรียนหนึ่งโตตามปราณไงเบอร์ไงมันดัดกอได้จากบ้านก็ดัดกอแต่ซากองแต่เนื้อจวนไงได้แบบไงจัง
nè ngay con mà đặt từ lia kê bây giờ vì cầm tung tại vì tăng khôn vì chịu bánh nhỏ vốn nè riêng tăng luôn chỉ pan nhập quan đôi khi đây anh mà lại khơi là tăng luôn chỉ pan nhập quan nên miền tây ngày mới là ngày tăng luôn chỉ pan nhập quan ngày tây dễ phải sầm đai quốc sơ ngày nâng mò chiên thì sắt lo là bong chầm non nan đây mà hiện là bờ tè là bong nó pan tay tim phốt thì sắt ấy thì sắt thơ con là ngay bánh nhỏ vốn này tay vậy ở chỗ cặp bật bòn gì thôi cho ngày vậy ca bật màn đo ngày cho xuông ngày cho ngày vậy ca bật màn đo đấy nè vậy để ngày tranh mòn vậy nó ngày vậy đầm bay ấy hoàng ngày nó ngày miên phiếp sẽ chạy vô từ thoa miên phiếp ca bật nó luôn đấy ngày miên từ tua ca bật đấy bây để ngày ao con ngày từ liên trương hôn sai nằm bay ban liệp ca ra ngày cách ca bật ngày hốt trao ca bật á đó ngày hốt trao ca bật ngày lia Facebook ថ្ងៃចូលទៅក្នុងហ៊ុនថាថ្ងៃចូលទៅស្ដាប់ធម៌ថ្ងៃកិច្ចការពិតណាពួកអញអត់មានដែរកិច្ចការពិតទេអ្នកណាជេរបចោអញឲ្យទូលហែកយកខ្លួនអញទៅតែអញអត់មានលាបងប្អូនទៅងាប់ឯណាទេគឺអញនៅតែទទួលអញនៅតែទទួលស្គាល់ការពិតតែមីថ្ងៃទេដែលថ្ងៃមិនដែលទទួលស្គាល់ការពិតនៅចង់ប្រាប់ថ្ងៃអញ្ចឹងណាហ្នឹងហើយឬវានិយាយវាភ្លេចចិត្តវាលងនឹងបាច់អ្នកដែលនិយាយភ្លេចគិតនឹងថ្ងៃខ្លួនឯងហ្នឹងថ្ងៃខ្លួនឯងកំពុងតែនិយាយភ្លេចគិតថ្ងៃស៊ីអាចក៏ថ្ងៃចារកម្មក៏ថ្ងៃលក់ក្បាលក៏ថ្ងៃប៉ុន្តែដោយសារតម្លៃខ្លួនថ្ងៃវាថោកតែចរចាសុំដីគេតែមកចង្អាតនៅរតនគិរីផងថ្ងៃលឺសំឡេងសម្ដែងហ៊ុនសែនគាត់មិនមែនល្ងងគាត់មិនមែនជាមនុស្សភ្លើឲ្យថ្ងៃបោកបានទេងាប់ហើយក្រុមយាស្តាដោយថ្ងៃយកក្រុមយាស្តារបស់ថ្ងៃហ្នឹងយកទៅបឆោតគេល្ងងដល់ថ្នាក់ចាញ់បោកថ្ងៃហ្នឹងគេមិនអាចដឹកនាំប្រទេសបានប៉ុណ្្នឹងទេហងចាំឲ្យច្បាស់ណាថ្ងៃចង់យកក្រុមយាស្តារបស់ថ្ងៃហ្នឹងទៅចរចាទៅអីទៅដាក់ស្នេហ៍តាក់គេអូពធឲ្យលោកឲ្យលោកអញធ្វើហ្មងអាពាក្យទៅបាច់ទៅហ្នឹងគេបញ្ជើវាតែវាអត់ដឹងវាល្ងងហ៎ថ្ងៃហ្នឹងបានអាតនៅក្នុង TikTok ទេដែលខំបញ្ចេញអាសដនកវីកវែងមកផ្លេកផ្លាកហ្នឹងទុកអាឈួតមួយចំនួនហ្នឹងវាវែងវ័នណាហ្នឹងហើយទុកបោកសំរងស៊ីទៅអញវ័នក៏ដឹងអញអីចឹងអត់ដឹងថាឬមិនបកគេឬមិនផងបើអូនមិនចូលជាមួយទូវិញទេប្រចាំអាសែនវាសប្បាយចិត្តព្រោះវាចង់ឲ្យអូនចេញពីពួកគាត់ខ្ញុំអត់ចង់ចូលទូមនសិការទេទី1ខ្ញុំចង់អត់ចង់ឲ្យពួកគាត់ដាក់អោនគេទៅជួលសាស្ត្រខ្ញុំត្រូវណាបើថ្ងៃចូលទូមនសិការបានន័យថាអាមនសិការនឹងឈប់ប្រើពាក្យទូរទស្សន៍ទៅដាក់ផ្ទះមេបនមនសិការទៅណាពីព្រោះថ្ងៃដូចសំផឹងចឹងថ្ងៃហ្នឹងថ្ងៃចង់ចូលថ្ងៃចង់ចេញថ្ងៃចេញពីមនសិការដើម្បីទៅលក់ខ្លួនលក់ក្តិតឲ្យហ៊ុនសែនតែហ៊ុនសែនអត់ទិញណាហ៊ុនសែនគាត់មិនទិញទេក្តិតវាអស់តម្លៃដូចថ្ងៃហ្នឹងគាត់ទិញយកតែធ្វើអីអញ្ចឹងពេលដែលតម្លៃថ្ងៃគិតថាអូអញលក់ឲ្យហ៊ុនសែនអត់បានអញ្ចឹងអញត្រូវត្រឡប់ទៅក្នុងសម្បុកបនអញវិញគឺទូរទស្សន៍មនសិការគេលោបានតម្លៃខ្លួនវិញអញ្ចឹងបើពួកក្រុមមនសិការទទួលថ្ងៃយកទៅក្នុងអាទូរទស្សន៍មនសិការហ្នឹងវាលែងជាឈ្មោះទូរទស្សន៍ TV មនសិការអាចឆ្កែហើយដាក់ថាផ្ទះបនរបស់មីសូហ្វីអាណាសុនហ្នឹងទៅណាកុំប្រើមនសិការនាំឲ្យខូចឈ្មោះពាក្យរបស់ខ្មែរណាដាក់ឈ្មោះសម្បុកបនរងចាំសម្ផឹងនយោបាយវិលចូលវិញទៅបានហើយណាហ្នឹងហើយសារមានបងប្អូនខ្មែរយើងមានយកខួរដាក់ក្រោមក្តិតអត់យកខួរដាក់មែនទេអ្នកដែលគេឆ្លាតគេដឹងកាយថ្ងៃថាគេយកខួរដាក់ក្រោមក្តិតចូលថ្ងៃខួរថ្ងៃដាក់នៅក្រោមអីហ៎ពេលដែលគេឆ្លាតគេដឹងខុសដឹងត្រូវគេមើលឃើញកាយថ្ងៃថាថ្ងៃនឹងវាថោកថ្ងៃថាគេនឹងខួរដាក់ក្រោមក្តិតវាមិនដែរណាមានយកខួរដាក់ក្រោមក្តិតទេណាហ្នឹងហើយខួរដាក់ក្រោមក្តិតជឿតាមពួកដែលមីហើយអាមនុស្សដែលឆ្លាតហ្នឹងដែលឃើញថ្ងៃច្បាស់កន្លែងនឹងភ្នែកនៅគាំទ្រថ្ងៃទៀតណាអាហ្នឹងមនុស្សឆ្លាតមែនអញថាមែនមនុស្សហ្នឹងបើសិនជាសណ្ដានថោកប៉ុណ្ណឹងហើយមានភាសាចរចាជាមួយហ៊ុនសែនប៉ុណ្ណឹងហើយគេនៅតែអនុគ្រោះឲ្យថ្ងៃទៀតមនុស្សហ្នឹងវាឈួតសតហើយវាខួរឆ្កែសតហើយមិនមែនខួរមនុស្សទេមិនបាច់ចាំដាក់ក្រុមក្តិតលាក់លើក្តិតអីទេខួរក្បាលគឺវាខួរឆ្កែក៏វានៅដឹងខុសដឹងត្រូវដែរប៉ុន្តែបើពួកហ្នឹងវាដល់ថ្នាក់ថាទទួលស្គាល់ថ្ងៃថាជាកណ្ដាស់ស្អាតស្អំពួកហ្នឹងវាឈួតសតហើយណាមនុស្សអញចង់ប្រាប់ថ្ងៃចេះដូចអញចឹង
បើអញនៅជាមួយសង្គ្រោះជាតិអញត្រូវតែសច្ចៈជាមួយសង្គ្រោះជាតិបើអញចេញពីសង្គ្រោះជាតិតែធ្វើកូនពុកអញត្រូវតែសច្ចៈជាមួយនឹងកូនពុកជាមួយនឹងហ៊ុនសែនអញអត់មានវាចវេបាត់ដៃខ្នងដៃពុះពលដូចថ្ងៃនេះហើយបើមនុស្សអស់តម្លៃដូចថ្ងៃអស់សាច់ដូចថ្ងៃនេះទូរទស្សន៍មនសិការវាទទួលថ្ងៃយកទៅនឹងបានន័យថាទូរទស្សន៍នឹងវាមិនមែនជាទូរទស្សន៍មនសិការទៀតទេអាអ្នកដែលមើលទូរទស្សន៍នឹងណាគឺវាឈួតសតហើយវាអត់ស្ដាយថ្មទូរស័ព្ទទេគឺជាផ្ទះសម្បុកបនសម្រាប់ទទួលថ្ងៃចេញចូលនៅពេលណាដែលថ្ងៃមានអារម្មណ៍ថាអូចង់ចេញទៅរក Sugar Daddy ចង់ចេញទៅយកលៀបស្ការៈថ្ងៃចេញប្រុយពេលដែលពេលថ្ងៃគិតថាអូអញទៅលក់ខ្លួនឲ្យគេក៏អត់ទិញផងហ្នឹងអញ្ចឹងអញត្រូវត្រឡប់មកកន្លែងសម្បុកបនចាស់អញវិញគីឡូបានមុខរប1គីឡូបានកម្រៃគាត់ចាំខ្លួនព្រោះថ្ងៃចាស់ឲ្យទៅម៉ាសាណាបានលុយទៀតចាអញ្ចឹងថ្ងៃត្រឡប់មកទូទូមនសិការទៅក្រែងលោមានអ្នកមើលឈួតមួយចំនួនគ្រប់ត្រថ្ងៃនៅផ្ញើលុយ support ជួយថ្ងៃ100 200ទៅគាត់បានថ្ងៃរស់បន្តទៀតអញ្ចឹងបានន័យថាទូរទស្សន៍មនសិការនឹងលែងជាទូរទស្សន៍ធម្មតាហើយវាជាសម្បុកបនសម្រាប់ទទួលមីសូហ្វីចេញចូលឲ្យទៅធ្វើសម្ផឹងនយោបាយនឹងចង់ប្រាប់អញ្ចឹងចា នឹងមិនចោលទូទូមនសិការពីជាបោកពុកស៊ីពីបកៅ ស្ដាប់បានហើយអាទូមនសិការបើសិនជាឯងពួកអាមនសិការឯងទទួលមីសូហ្វីយកទៅនិយាយក្នុងទូហែងទៀតបានឲ្យថាហែងដូរឈ្មោះផេកទូមនសិការឯងទៅដាក់ឈ្មោះថាសម្បុកបនសម្រាប់ទទួលមីសូហ្វីត្រឡប់មកវិញណាមីសម្ផឹងនយោបាយសូហ្វីទៅចូលមកវិញចាឥឡូវខ្ញុំសូមអានខមមិនបងប្អូនតិចសិនអញ្ចឹងបាននៅក្នុងคลิปរបស់វិញបើតាមឃើញបងប្អូនខមមិនអីហ៎បាទបាត់ស្ដាប់បានណាទូមនសិការបើសិននយោបាយសូហ្វីទៅចូលមកវិញចាឥឡូវខ្ញុំ